លាហើយកូនស្រីស្អាងរបស់ខ្ញុំដល់ពេលទៅរកលុយហើយខ្ញុំនឹងឃើញអ្នកទាំងពីរនៅយប់នេះព្រះម្ចាស់ឲ្យវាកំពុងកើតឡើងឥឡូវនេះមាននរណាម្នាក់ជួយពួកយើងផងមន្ទីរពេទ្យបញ្ជូនរថយន្តសង្គ្រោះទៅកាន់ផែនផ្ទះឥឡូវនេះកូនកំពុងមកហើយសូមប្រញាប់ឡើងខ្ញុំខ្លាចណាស់ដកដង្ហើមជ្រៅមើលមកខ្ញុំពួកយើងមានអ្នកទាំងពីរហើយបាទនេះជាលោកប៉ានីនីតូកំពុងនិយាយចាំមើលទាំងពីរក្នុងពេលតែមួយនេះជាគ្រោះមហន្តរាយទាំងស្រុងអ្នកនឹងល្អជាងបើគ្មានខ្ញុំទេខ្ញុំសុំទោសឪពុកណាស់ហេតុអ្វីបានជាអ្នកធ្វើបែបនេះដាក់ពួកយើងនៅខាងក្រៅនេះត្រជាក់ណាស់ខាងក្រៅត្រជាក់ខ្លាំងណាស់ខ្ញុំត្រជាក់ណាស់កុំបារម្ភខ្ញុំដឹងច្បាស់ពីវិធីធ្វើឲ្យអ្នកកក់ក្ដៅកន្លែងនេះឆ្កួតណាស់ភ្ញៀវរបស់យើងនៅយប់នេះត្រូវតែមានទ្រព្យសម្បត្តិច្រើនគាត់ជាមហាសេដ្ឋីសូមយើងធ្វើតាមទម្លាប់របស់យើងហើយយកប្រាក់ខែដ៏ច្រើននោះទៅជោគជ័យ20ឆ្នាំសូមស្វាគមន៍មកកាន់ពិធីជប់លៀងនៃសតវត្សហើយឥឡូវនេះសូមនាំអ្នករាំចេញមករាត្រីសួស្តី